Rương này tiên khmải, rương sạch rốn, nângព្រះនាងពៅកាលពីព្រេងនាយនៅក្នុងនគរមួយដែលមានឈ្មោះថាបូរីរ័ត្នមានព្រះមហាក្សត្រមួយព្រះអង្គប្រកបទៅដោយទសពិធរាជធម៌ទ្រង់មានព្រះរាជបុត្រីចំនួន7អង្គដែលសុទ្ធសឹងតែមានរូបសម្រស់ស្រស់សភាប៉ុន្តែក្នុងចំណោមបុត្រីទាំង7អង្គព្រះរាជបុត្រីពៅដែលមានព្រះនាមថាព្រះនាងសុវណ្ណមាលាឬហៅកាត់ថាព្រះនាងពៅព្រះរាជបុត្រីមានសម្រស់លេចធ្លោជាងគេព្រះនាងមានព្រះកេសាខ្មៅរលោងដូចជាស្លាបក្អែកព្រះនេនភ្លឺដូចជាក្រពេញនិងមានក្លិនកាយក្រអូបប្រហើរដូចជាផ្កាម្លិះរួតមិនត្រឹមតែមានរូបសម្រស់ស្រស់ទេព្រះនាងថែមទាំងមានចិត្តមេត្តាធម៌និងពូកែខាងដេបៈទៀតផងនៅឯដែនដីនៃព្រៃហេមពាន្តលើកំពូលភ្នំដែលខ្ពស់កប់ពពងមានស្ដេចគ្រុឌមួយអង្គដែលមានមហិទ្ធិឫទ្ធិខ្លាំងក្លាស្ដេចគ្រុឌអង្គនេះមានរាងកាយធំមហិមាស្លាបពណ៌មាសឮចែងចាំងនិងមានក្រញាំដ៏មុតស្រួចរឹងមាំដែលអាចកាច់បំបាក់ថ្មភ្នំបានទោះបីជាមានអំណាចលើសត្វទាំងពួងក្នុងព្រៃហេមពាន្តក្តីប៉ុន្តែស្ដេចគ្រុឌតែងតែមានអារម្មណ៍ឯកោព្រោះទ្រង់ពុំទាន់មានមហេសីគូក្រងថ្ងៃមួយស្ដេចគ្រុឌបានហោះហើរចាកចេញពីវិមានទៅលើកំពូលភ្នំខ្ពស់ដើម្បីគយគន់និងក្រឡេកមើលពិភពលោកខាងក្រៅខណៈដែលទ្រង់កំពុងតែហោះកាត់នគរបូរីរ័ត្នខ្យល់ក៏បាននាំយកក្លិនក្រអូបនៃផ្កានិងសម្រស់នៃសួនច្បាររាជវាំងមកប៉ះនឹងច្រមុះទ្រង់ស្ដេចគ្រុឌក៏បានក្រឡេកមើលចុះក្រោមក៏ប្រទះឃើញព្រះនាងពៅដែលកំពុងតែដើរកម្សាន្តនិងបេះផ្កានៅក្នុងឧទ្យានតែមួយអង្គឯងគ្រាន់តែឃើញភ្លាមបេះដូងរបស់ស្ដេចគ្រុឌក៏បានរលាយដូចជាក្រមួនត្រូវភ្លើងទ្រង់បានលង់ស្រឡាញ់ព្រះនាងពៅដល់ចិត្តមិនរួញដោយកម្លាំងនៃសេចក្តីស្នេហាដែលគ្របដណ្ដប់ទៅលើវិចារណញ្ញាណស្ដេចគ្រុឌក៏បានសម្រេចចិត្តថាត្រូវតែយកព្រះនាងពៅយកមកធ្វើជាមហេសីឲ្យបានបើទោះបីជាត្រូវប្រើវិធីណាក៏ដោយចុះមេឃដែលកំពុងតែស្រឡះល្អស្រាប់តែជាប្រែកខ្មៅងងឹតខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងនៅក្នុងសួនឧទ្យានរាជវាំងធ្វើឲ្យពួកស្រីស្នំនិងអ្នកបម្រើរត់ចែកជើងគ្នាព្រះនាងពៅក៏ភ័យតក់ស្លុតជាខ្លាំងបានព្យាយាមរត់ត្រឡប់ទៅប្រាសាទវិមានវិញប៉ុន្តែទ្រង់រត់មិនទាន់សំឡេងនៃស្លាបដ៏ធំក៏បានបន្លឺឡើងស្រមោលខ្មៅមួយក៏បានគ្របដណ្ដប់ទៅលើព្រះនាងពៅត្រឹមមួយប្រព្រឹត្តភ្នែកស្ដេចគ្រុឌក៏បានឆាបយកព្រះនាងពៅដោយប្រើក្រញាំដ៏ធំរបស់ខ្លួនអោបប្រសោព្រះនាងថ្នមមិនឲ្យមានរបួសរួចក៏ហោះហើរឡើងទៅកាន់អាកាសវេហាយ៉ាងលឿនស្លេវរីឯព្រះនាងពៅក៏បានស្រែកជុំអង្វរឲ្យលែងប៉ុន្តែសំឡេងរបស់ព្រះនាងត្រូវបានលុបបំបាត់ដោយសំឡេងខ្យល់ព្រះរាជានិងមហេសីបានត្រឹមតែឈរមើលទាំងទឹកភ្នែកនិងក្តីអស់សង្ឃឹមខណៈដែលបុត្រីសំណប់ចិត្តត្រូវបាននាំយកទៅឆ្ងាយចំណែកឯស្ដេចគ្រុឌបាននាំព្រះនាងពៅទៅដល់វិមានមាសនៅលើកំពូលភ្នំនៃទឹកដីព្រៃហេមពាន្តទ្រង់បានដាក់ព្រះនាងចុះយ៉ាងថ្នមដៃបំផុតផ្ទុយពីការគិតរបស់ព្រះនាងស្ដេចគ្រុឌមិនបានធ្វើបាបព្រះនាងឡើយទ្រង់បាននិមិត្តនៅម្ហូបអាហារទឹមសម្លៀកបំពាក់ស្អាតស្អាត
និងគ្រឿងអលង្ការជាច្រើនដើម្បីគប់ចិត្តព្រះនាងឯស្ដេចព្រន់ក៏បានព្យាយាមលួងលោមព្រះនាងពៅថាអោម្ចាស់បងអើយសូមព្រះនាងកុំភ័យខ្លាចអីបងនាំអូនមកនេះគឺដើម្បីលើកដំកើងអូនជាអគ្គមហេសីនៃស្ដេចបក្សីអូននឹងមានឫទ្ធិអំណាចហើយរស់នៅឲ្យសុខសាន្តប៉ុន្តែព្រះនាងពៅមិនអាចទទួលយកបានឡើយព្រះនាងនឹករលឹកទៅដល់ព្រះបិតាព្រះមាតានិងស្រុកកំណើតរបស់ព្រះនាងពៅតែងតែយំសោកសង្រេងរាល់ថ្ងៃមិនព្រមបរិភោគអាហារនិងមិនព្រមទទួលយកក្តីស្រឡាញ់របស់ស្ដេចគ្រុឌឡើយភាពឯកោនិងការឃុំឃាំងបានធ្វើឲ្យព្រះនាងពៅកាន់តែស្គមរីងរៃទៅដំណឹងនៃការបាត់ខ្លួនរបស់ព្រះនាងពៅក៏បានល្បីរន្ទេទៅដល់នគរជិតខាងមានព្រះអង្គម្ចាស់មួយអង្គទ្រង់ព្រះនាមថាចៅវិជ័យដែលជាបុរសក្លាហាននិងពូកែខាងសិលសាស្ត្រនូសក៏បានស្ម័គ្រចិត្តចេញទៅតាមរកព្រះនាងពៅព្រះអង្គម្ចាស់ចៅវិជ័យបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ជ្រោះជ្រៅនិងបានជួបប្រទះនៅសត្វសាហាវជាច្រើនដោយសារតែចិត្តបរិសុទ្ធនិងមានភាពក្លាហានព្រះអង្គក៏ត្រូវបានជួយដោយពួកទេវតានិងឥសីនៅក្នុងព្រៃដោយប្រាប់ផ្លូវទៅកាន់កំពូលភ្នំស្ដេចគ្រុននិងប្រទាននៅព្រះខ័នរាជសម្រាប់តទល់ជាមួយនឹងស្ដេចគ្រុឌនៅពេលដែលចៅវិជ័យបានទៅដល់កំពូលភ្នំហើយទ្រង់បានឃើញព្រះនាងពៅកំពុងតែអង្គុយយំនៅមាត់បង្អួចព្រះអង្គបានលូតចូលទៅជួបព្រះនាងហើយសន្យាថានឹងនាំព្រះនាងត្រឡប់ទៅនគរវិញប៉ុន្តែខណៈនោះស្ដេចគ្រុឌក៏បានត្រឡប់មកវិញហើយឃើញហេតុការណ៍នោះក៏កើតចិត្តខឹងសម្បាយ៉ាងខ្លាំងស្ដេចគ្រុឌក៏បានស្រែកកំហុងសំឡេងរំជួយភ្នំប្រតិពីថាណែអមនុស្សកក្សាឯងហ៊ានបំពានដែនដីរបស់យើងហើយចង់ដណ្ដើមនៅមហេសីរបស់យើងទៅឬការប្រយុទ្ធដ៏ខ្លាំងក្លាក៏បានចាប់ផ្ដើមភ្លាមស្ដេចគ្រុឌបានបង្កើតព្យុះសង្គ្រានិងប្រើចម្ពោះដែកដើម្បីវាយប្រហារចំណែកឯចៅវិជ័យក៏បានប្រើធ្នូសរនិងព្រះខ័នរាជទប់ទល់ការប្រយុទ្ធនេះបានអូសបន្លាយអស់រយៈពេល7យប់និង7ថ្ងៃចុងក្រោយស្ដេចគ្រុឌក៏មានចិត្តច្រណែននិងប្រើកំហឹងខ្លាំងពេកទ្រង់បានធ្វើប្រហែសត្រូវបានចៅវិជ័យបាញ់ព្រួនសិលត្រូវស្លាប់ទ្រង់ពួកឲ្យស្ដេចគ្រុឌនោះលាក់ចុះមកលើដីចៅវិជ័យក៏បានលើកព្រះខ័នរាជបំរុងនឹងបញ្ចប់ជីវិតស្ដេចគ្រុឌប៉ុន្តែព្រះនាងពៅក៏បានស្ទុះទៅគាត់ថាសូមទ្រង់មេត្តាកុំសម្លាប់គាត់អីទោះបីជាគាត់បានចាប់ខ្ញុំមកមែនប៉ុន្តែគាត់មិនដែលបានធ្វើបាបរាងកាយខ្ញុំសោះឡើយគាត់គ្រាន់តែស្រឡាញ់ខ្ញុំតែប៉ុណ្ណោះប៉ុន្តែក្តីស្រឡាញ់របស់គាត់គឺខ្វះការពិចារណាឯស្ដេចគ្រុឌបានលើកពាក្យរបស់ព្រះនាងពៅក៏ស្រក់ទឹកភ្នែកដោយការឈឺចាប់និងការភ្ញាក់រលឹកទ្រង់បានដឹងថាការស្រឡាញ់ពិតប្រាកដមិនមែនជាការកាន់កាប់ឬការបង្ខិតបង្ខំឡើយឯស្ដេចគ្រុឌក៏បានពោលទាំងសោកសៅថាយើងចាញ់ហើយចាញ់ទាំងកម្លាំងចាញ់ទាំងសេចក្តីល្អរបស់ព្រះនាងយើងសូមទោសចំពោះកំហុសកន្លងមកស្ដេចគ្រុឌក៏បានយល់ព្រមដោះលែងព្រះនាងពៅហើយសន្យាថានឹងលែងបង្កការលំបាកទៅដល់មនុស្សលោកទៀតហើយ
ទ្រង់បានជូនពរឲ្យចៅវិជ័យនិងព្រះនាងពៅបានជួបតែសេចក្តីសុខឯព្រះអង្គម្ចាស់ចៅវិជ័យក៏បាននាំព្រះនាងពៅត្រឡប់ទៅនគរវិញប្រកបដោយសុវត្ថិភាពព្រះមហាក្សត្រសប្បាយព្រះទ័យជាពន់ពេងក៏បានរៀបចំពិធីអភិសេកព្រះរាជបុត្រីពៅជាមួយនឹងព្រះអង្គម្ចាស់ចៅវិជ័យហើយគ្រប់គ្រងនគរដោយសុខសាន្តតរៀងទៅចំណែកឯស្ដេចក្រុនក៏បានសាងភ្នួសនិងធ្វើធម៌នៅលើព្រៃហេមពាន្តដើម្បីលាងបាបកម្មរបស់ខ្លួនតម្លៃអប់រំនៅក្នុងរឿងនេះទី1ស្នេហាមិនអាចបង្ខំបានក្តីស្រឡាញ់ពិតប្រាកដកើតចេញពីការស្ម័គ្រចិត្តនិងការយកចិត្តគ្នាទៅវិញទៅមកមិនមែនកើតចេញពីការចាប់បង្ខំឬការឃុំឃាំងឡើយការព្យាយាមយកឈ្នះចិត្តអ្នកដទៃដោយសារអំណាចតែងតែនាំមកនូវទុក្ខទោសទី2អំពើល្អឈ្នះអំពើអាក្រក់ទោះបីជាស្ដេចក្រុនមានអំណាចខ្លាំងក្លាយ៉ាងណាក៏នៅតែចាញ់នៅសេចក្តីក្លាហាននិងធម៌សច្ចៈរបស់ព្រះអង្គម្ចាស់ចៅវិជ័យទី3ការជាអត់ឱននិងការអភ័យទោសព្រះនាងពៅបានបង្ហាញពីចិត្តមេត្តាដោយសូមមិនឲ្យសម្លាប់ស្ដេចក្រុនការអភ័យទោសគឺជាទង្វើដ៏ខ្ពង់ខ្ពស់តែគួរឲ្យស្ត្រីអាចកែខ្លួនមកជាមិត្តឬជាមនុស្សល្អវិញបានទី4ការធ្វើអ្វីមួយដោយប្រើតែអារម្មណ៍និងចំណង់ដូចជាស្ដេចក្រុនដោយខ្វះការពិចារណានឹងនាំមកនូវការបាត់បង់និងវិបដិសារីនៅពេលក្រោយរឿងនិទានខ្មែររឿងស្ដេចក្រុននិងព្រះនាងពៅចប់ដោយបរិបូរណ៍រឿងនិទានខ្មែររឿងទន្សាយចាញ់ប្រាជ្ញាសត្វខ្យងកាលពីព្រៃនាយនៅក្នុងព្រៃដ៏ធំស្ងប់ស្ងាត់មួយមានសត្វទន្សាយមួយក្បាលដែលល្បីល្បាញថាជាសត្វដែលមានថ្វីជើងរត់លឿនជាងគេនៅក្នុងចំណោមសត្វទាំងឡាយដោយសារតែសមត្ថភាពដ៏វិសេសវិសាលនេះទន្សាយបានកាត់ចិត្តអំនួតក្អេងក្អាងតែងតែមើលងាយសត្វដទៃដែលយឺតជាងខ្លួនហើយជាពិសេសនោះគឺជាសត្វខ្យងរៀងរាល់ព្រឹកទន្សាយតែងតែដើររកស៊ីនៅតាមមាត់បឹងដ៏ស្រស់ស្អាតមួយថ្ងៃមួយនោះខណៈដែលទន្សាយកំពុងតែលោតកញ្ឆេងយ៉ាងសប្បាយរីករាយវាក៏បានប្រទះឃើញសត្វខ្យងមួយក្បាលកំពុងតែវាយឺតនៅលើស្លឹកឈូកនៅក្បែរមាត់ទឹកឃើញដូច្នោះទន្សាយក៏សើចចំអកឡើងថាយីបងខ្យងដំណើររបស់បងឯងនេះបើគ្រាន់តែចង់ទៅរកស៊ីត្រៃម្ខាងមិនដឹងថាត្រូវចំណាយពេលប៉ុន្មានឆ្នាំទេដែលអាចទៅដល់នោះដើរមួយជំហានដូចជាខ្លាចដីនេះវាឈឺយ៉ាងអញ្ចឹងទន្សាយនិយាយបណ្ដើរនិងសើចបណ្ដើរដោយក្តីមើលងាយឯសត្វខ្យងបានលើកដូច្នោះក៏មានចិត្តខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែវារក្សាភាពស្ងៀមស្ងាត់និងតបទៅវិញដោយសម្ដីទន់ភ្លន់ថាណែបងទន្សាយកុំអានមើលងាយអ្នកតូចទាបជាងខ្លួនពេកទោះបីខ្ញុំដែរយឺតមែនតែខ្ញុំមានភាពអត់ធ្មត់បើបងពូកែខ្លាំងណាស់តើបងហ៊ានភ្នាល់រត់ប្រណាំងជាមួយខ្ញុំដែរទេទន្សាយឮហើយក៏ទូសំណើកងរំពងពេញព្រៃថាបងឯងចង់ប្រណាំងជាមួយយើងនេះជាការលេងសើចដែលគួរឲ្យអស់សំណាចបំផុតនៅក្នុងលោកបានយើងយល់ព្រមបើឯងឈ្នះ
dương nâng từ túa score thả anh của kẻ chốt ba sinh cho anh chanh vĩnh ạch chón có bán to từ thà bạc nhom chánh nhóm nâng ai bón tròn nhóm có nông của chón còn té nhóm sông bê mười chúng làm bày tiềm khluốn sai prấn chăm chướng chụp ni nớ tì nề tuần sải có bán vô tròn liếm đói kịch hà miền phẩy đặt chón ai chèn khluốn ban lại nơi chụp nóng thật chón mình bán cái buồn lại vía ban có hai bóng ổn sạch như được bảo vệ càng ó tại mình rụt tiếng đôi nìa rộp rối rộp con các bạn mộtประชุมគ្នាchón chơi mỹ bà nị giấy cái canh phụ biệt hà nếu bóng ổn từng ọc nĩa tuần sái việc anh càng nút vía ban mười nghiệp bụi âm bầu chứng hà chữ sách dứt rãi nâng chữ sách miên bàn cà sai ní nhom nâng rồi nắng trên mùi vía đam ấy dốc nèo vía ba đôi nè dừng tới pra bạch nhã mình mến pra cầm làng tề chọn chữ mỹ có bán đại hành cai chân lợn lợn đã áo bông ổ đồ bảo vía từ sừng ngõm nơi ta một đất này lấy rồi nắng chia đầm nát riêng rọ đọc máy rứ một hay mán rồi hốt đo tì bình chọn vía ban phải làm tháng cà ná bông ổn lứ a tuần sai sài khải rứ su thà chọn ai nơi ai ná nét đen nơi khăn mốc rứ tới lái liêm thà nhưng này thì ní ai prom nĩa cùng ói bạt mùi mặt ná ở sọ ai bông ổn chọn từng ó có bàn dùl prom ai bán tay canh tì tàng riêng khluốn nông bế bên mùi chụp nổ lúc rất lâm sáng cho bọ đồng phơi sạch nia nơi nông prấy có bàn một chụp chùm nĩa đâm bấy thua chưa xạ xầy ai tuần sải có cho nước dài chập đám đói thua cay vì cả còn đài sạch đống giang chưa chạc hôm nay ai chọn có bán tiêm khluốn rồi chưa sạch nơi cái bài nổ ai sát xóa đại chia anh nhà cần đá có bán sạch lang thà đó rộp môi tị bấy chập đàm tuần sải có số huấn đôi bруين chào đấy hôi từ lùm vì rụt bàn môi sừng túng có chốt nghĩa còi mở bài mình hướng sơ mọc tròn xó vì nhận nhầm rối sạch hài thà dì ạc chọn ánh nên nàng bạch hải sáp tầm miếng xâm lầy mũi lại tránh bị hàng một vía giang cho bà thả nhầm này thì nét là bon tuần sải bao nệt ẩm thống nhạc rến tuần sải có bán cực nóng chất hà dì mấy con sạch tròn ní vì tự toàn một anh lươn mà lấy tuần sải có không bằng tham lực bươn thuê đón lốt lọt máu cắt smile nâng cắt bray bật xà rụt bán bằng tay tiến vì chụp bán hai có sái xô tiệt hà né ạc chóng ai nơi cào ngại nạc mền tế sạch ta xâm lấy đột ải bàn slái vì kháng mốc tiệt hà nhầm nâng một anh tả mốc tam nhông ở toàn mốc lớp bon tuần sải có cánh tập hơi slam slão nâng khăn sông bà vía mình đai chua bờ tẻ riêng rái bạp nị tế vì promo cầm lang cài chật đằng ó đại miến rồi có rút đằng lướn đấu chịp chúng bậy như hố sốt sáng hot sơ ta đại trò con tài rọt bến đại vía chộp sủa vừa tái ta lư xâm lấy chọn đại slide bị kháng mốc trên này thị bằng hón nước bế đã tầm sải rụt mó chất đọt tì bên chóng việc bán kinh cho người bà đá tam bơ tờ núng
គឺជាបងប្អូនខ្យងដែលបានរៀបចំទុកជាស្រេចកំពុងតែតោងនៅលើបង្គោលនៃទីជ័យជំនះដោយធ្វើកាយវិការរំភើបសប្បាយរីឯទន្សាយដែលអស់កម្លាំងរលីងជើងដៃញ័រទៅទ្រើងដួលកាប់មុខទៅលើដីនៃក្បែរជើងរបស់ខ្យងវាសម្លឹងមើលទៅខ្យងទាំងមិនអស់ចិននិងមានការអាម៉ាស់ជាទីបំផុតបេះដូងរបស់ទន្សាយក៏លូតញាប់ស្ទើរតែផ្ទុំដោយសារតែការហត់នឿយខ្លាំងពេកនិងភាពអាម៉ាស់ការចាញ់សាន់ដែលខ្លួនធ្លាប់មើលងាយទន្សាយក៏បានទទួលស្គាល់បរាជ័យហើយសន្យាថាឈប់មើលងាយអ្នកដទៃតទៅទៀតក្នុងរឿងខ្លះបានដំណើរថាទន្សាយគឺបានដាច់ខ្យល់ស្លាប់ដោយសារការខំប្រឹងហួសកម្លាំងនិងការបាក់មុខចំណែកឯសត្វខ្យងនិងបងប្អូនរបស់វាក៏បានសើចសប្បាយរីករាយនិងរស់នៅយ៉ាងសុខសាន្តតរៀងទៅតម្លៃអប់រំនៅក្នុងរឿងមួយនេះរឿងនិទានមួយនេះមិនមែនគ្រាន់តែជារឿងកម្សាន្តនោះទេតែវាបានផ្ដល់នូវគតិអប់រំល្អៗជាច្រើនទី1ក៏មើលងាយអ្នកដទៃបើទោះបីជាយើងមានសមត្ថភាពពិសេសឬក៏ពូកែជាងគេយ៉ាងណាក៏ដោយកុំអាងអំនួនហើយមើលងាយអ្នកដែលខ្សោយជាងអ្នកដែលយើងមើលងាយនឹងឃើញថាខ្សោយអាចនឹងមានចំណុចខ្លាំងឬប្រាជ្ញាដែលយើងមើលមិនឃើញទី2កម្លាំងកាយតែមួយមុខមិនអាចដោះស្រាយនៅបញ្ហាបានគ្រប់យ៉ាងទេការចេះប្រើប្រាជ្ញានិងការគិតពិចារណាឲ្យបានល្អិតល្អន់ដូចជាសត្វខ្យងក៏អាចយកឈ្នះទៅលើកម្លាំងទន្សាយបានយ៉ាងងាយទី3សាមគ្គីជាកម្លាំងជ័យជំនះរបស់ខ្យងមិនមែនកើតឡើងដោយសារខ្យងតែមួយក្បាលទេតែវាជាលទ្ធផលនៃការសាមគ្គីគ្នានិងការសហការគ្នាយ៉ាងស្អិតរមួតរវាងបងប្អូនខ្យងទាំងអស់ទី4កុំធ្វេសប្រហែសទន្សាយបានចាញ់ក៏ព្រោះតែមានចិត្តធ្វេសប្រហែសនិងមើលស្រាលលើគូប្រកួតការប្រុងប្រយ័ត្នជានិច្ចគឺជាផ្លូវនៃភាពជោគជ័យរឿងនិទានខ្មែររឿងសត្វទន្សាយចាញ់ប្រាជ្ញាខ្យងចប់ដោយបរិបូរណ៍រឿងនិទានខ្មែររឿងមេតបថ្មចាំនគរកាលពីព្រេងនាយក្នុងសម័យកាលមួយដែលទឹកដីសុវណ្ណភូមិពោពេញទៅដោយអំណាចនៃមន្តអាគមនិងការធ្វើសឹកសង្គ្រាមដណ្ដើមទឹកដីគ្នាមាននគរតូចមួយឈ្មោះថានគរភ្នំសិលានគរនេះសម្បូរទៅដោយធនធានធម្មជាតិនិងមានប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខសាន្តសានប៉ុន្តែភាពសុខសាន្តនេះមិនបានផ្ដល់ស្ថិរភាពបានយូរអង្វែងសោះឡើយនៅពេលដែលកងទ័ពនៃពួកយក្សកំណាចមកពីទិសដងបានលើកទ័ពរាប់ម៉ឺននាក់មកឈ្លានពាននិងមានបំណងចង់វាយកំទេចនៅនគរភ្នំសិលាឲ្យក្លាយជាផេះផង់ចំណែកឯព្រះរាជានៃនគរភ្នំសិលាក៏បានកោះហៅមេទ័ពទាំងអស់ដើម្បីមកប្រជុំជាបន្ទាន់ក្នុងចំណោមមេទ័ពទាំងឡាយមានមេទ័ពវ័យក្មេងម្នាក់ដែលមានឈ្មោះថាតារាមិនមែនជាមនុស្សតែមានមាឌធំដំបងដូចជាមេទ័ពដទៃឡើយប៉ុន្តែគាត់មានចិត្តក្លាហានមោះមុននិងមានប្រាជ្ញាវាងវៃក្រៃលែងឯស្ថានភាពនាពេលនោះតានតឹងណាស់ព្រោះកងទ័ពនគរភ្នំសិលាមានចំនួនតិចជាងពួកសត្រូវដល់ទៅ10 ដងច្រកតែមួយគត់ដែលសត្រូវអាចចូលមកដល់នគរបាន
គឺត្រូវឆ្លងកាត់នៅជ្រោះមរណៈដែលជាផ្លូវតូចចង្អៀនអមដោយផ្ទាំងថ្មខ្ពស់ៗព្រះរាជាមានព្រះបន្ទូលដោយទឹកព្រះតីព្រួយបារម្ភថាទោះយើងតិចណាស់យើងមិនអាចទប់ទល់នឹងពួកយក្សរាប់ម៉ឺននាក់នោះបានទេបើពួកវាឆ្លងផុតនៅជ្រោះមរណៈនេះបានរាជធានីនឹងត្រូវវិនាសជាមិនខានតែពេលនោះមេទ័ពតារាបានដើរចេញមកមុខព្រះភ័ក្ត្រហើយក្រាបបង្គំទូលដោយសំឡេងដាច់ណាត់ថាបបិទ្ធព្រះអង្គទូលបង្គំសូមយកជីវិតទៅបដូរទូលបង្គំនឹងដឹកនាំកងទ័ពពិសេសចំនួន500នាក់ទៅស្ទាក់ពួកវានៅឯជ្រោះមរណៈបើទោះជាត្រូវស្លាប់ក៏ទូលបង្គំមិនឲ្យពួកវាឈានជើងចូលជាន់ដីរាជធានីបានដែរមុនពេលចេញទៅសមរភូមិមេទ័ពតារាបានដឹងថាកម្លាំងកាយតែមួយមុខមិនអាចយកឈ្នះសត្រូវដ៏ច្រើនសន្ធឹកសន្ធាប់បានទេគាត់បានឡើងទៅលើកំពូលភ្នំគូលែនដើម្បីជួបនឹងតាបសឥសីមួយអង្គដែលមានតេជះបារមីខ្លាំងពូកែមេទ័ពបានសុំឲ្យតាបសជួយឯតាបសក៏បានសម្លឹងមើលទៅមេទ័ពរួចក៏មានដីកាថាមនាមេទ័ពដ៏ក្លាហានមានមន្តអាគមមួយឈ្មោះថាមហាសិលារាជមន្តនេះអាចធ្វើឲ្យរាងកាយរបស់អ្នករឹងមាំដូចជាភ្នំមិនចេះឈឺមិនចេះស្លាប់ហើយកម្លាំងស្មើនឹងដំរីសា 1000 ប៉ុន្តែតាបសក៏បានផ្អាកបន្តិចមុននឹងបន្តនិយាយថាតម្លៃដែលត្រូវបង់នោះក៏ខ្ពស់ណាស់នៅពេលដែលសង្គ្រាមចប់អ្នកនឹងមិនអាចត្រឡប់មកជាមនុស្សវិញបានឡើយអ្នកនឹងក្លាយជាថ្មឈរយាមការពារទឹកដីនោះជារៀងរហូតចុះតាមមេទ័ពហ៊ានទទួលឬទេដែលមិនស្ទាក់ស្ទើរមេទ័ពក៏បានតបភ្លាមថាបើដើម្បីជាតិនិងប្រជារាស្ត្រទូលបង្គំសុខចិត្តខ្លាយជាថ្មក៏ប្រសើរជាងឃើញនគរត្រូវភ្លើងសង្គ្រាមដុតកំទេចតាបសក៏បានប្រោះព្រំមន្តអាគមនោះដាក់លើខ្លួនមេទ័ពថ្ងៃនៃសង្គ្រាមក៏បានមកដល់កងទ័ពយក្សរាប់ម៉ឺននាក់ក៏បានសម្រុកចូលមកក្នុងជ្រោះមរណៈសំឡេងហូរកញ្ជ្រៀវក៏ក្រាកផែនដីកងទ័ព500នាក់របស់តារាក៏បានប្រយុទ្ធយ៉ាងស្វិតស្វាញប៉ុន្តែដោយសារកម្លាំងសត្រូវច្រើនពេកទាហានរបស់តារាក៏បានស្លាប់ម្ដងមួយរហូតដល់អស់រលីងនៅសល់តែមេទ័ពម្នាក់ឯងដែលឈរនៅកណ្ដាលផ្លូវច្រកចូលរាងកាយរបស់មេទ័ពពោពេញទៅដោយរបួសឯពួកមេទ័ពយក្សក៏បានសើចចំអកថាឯងនៅសល់តែម្នាក់ឯងតើចង់យកឈ្នះយើងយ៉ាងដូចម្តេចឆាប់ចុះចាញ់ទៅប៉ុន្តែមេទ័ពតារាក៏បានបិទភ្នែករំលឹកទៅដល់ពាក្យសច្ចានិងមន្តអាគមរបស់តាបសឥសីភ្លាមនោះមេឃដែលភ្លឺថ្លាក៏ប្រែជាខ្មៅងងឹតរន្ទះបាញ់ឆ្វេងឆ្វាន់រាងកាយរបស់មេទ័ពតារាក៏ចាប់ផ្ដើមប្រែពណ៌ពីសាច់ឈាមទៅជាពណ៌ប្រផេះដូចជាថ្មភ្នំខ្លួនរបស់គាត់រីកធំឡើងកម្ពស់ស្មើនឹងដានត្នោតដៃទាំងពីររបស់គាត់คล้ายជាញញួរថ្មដ៏ធំមហិមាមេទ័ពតារាក៏បានស្រែកមួយម៉ាត់ថាឈប់សិនសំឡេងនោះលាន់ដូចជាផ្គរធ្វើឲ្យពួកយក្សនាំគ្នាភ័យញាប់ខ្លួនពួកយក្សបានសម្រុកចូលកាប់ចាស់ប៉ុន្តែដើរនឹងលំពេងរបស់ពួកគេបានបាក់តិចនៅពេលប៉ះនឹងស្បែករបស់មេទ័ពតារាមេទ័ពថ្មក៏
ก็บานกรวีไดเบาสำอาดปุสตรีอ้อยจัดจ่ายโดยจืสลักเชื้อตรจอบจุกกอดโชดังโดยจืจินจางไดมันรวมกู้รังเกอลายกาประยุทธ์ทัวสงเกรียมบานโอมันไหลอริยเป้ปรำปียุคปรำปีไงมีตอบหมอโชวีปุสตรีระหดดาปุยักออกกำลังกายเจนนึ่งภัยคล้ายจึกหลังด้อยกึศหานมแตงหมูบานรูหลังหมกกาเปียนก็มวยนี่ตีบำพอนมีตอบยักcó ban bên chia ỏi đọt toám rụt kịch luôn ở từ nịch cọt nôm xe lá có ban rồi hón bị cột nè hôm nay ai bè đi chia nâng pro chia riêng bán non nghĩa vừa đồng ná một cánh cho đúng một ná làm bày ọp ọ xà to chơi chùm nè còn té ở ấy đai bộ kia bàn khởi từ vừa ỏi bộ kia sọt thật nè bộ kia mình bàn khơi mệt tọp đà rã cái nông tùm rống chứ mình đầu tí tại khơi nhà rút xông nạ mó đo thầu mũi tại cho giang ọng ái nếu trọt lử đầy ca nào vốn nơi xâm lấn tới tê càng trưởng đá chỉ tư sạch rử đôi mình đặt nệ tụi bấy chứ sạch rử tỏ ọ hạch đấy có riêng cài được bỏ mẹ toán mình bàn tỏ lắm một chì mình nốt quên đủ lại rồi quát bàn khai chê mì tọt mỏ bái chỉ riêng rồi hột tỏ từ tâm lấy ọp rủng nực nông riêng mùi ní riêng này tiền ní bàn bàn sò tục nơi đầm lấy ọp rôm chăng chỉ để xâm rám ôn khmái group châm non thả thì mũi ca lẹ bong nằm bầy chiến tụ ọng đà rá đai chê mì toán bằng hai ỏi khởi vì cầm rú quy đập hiếp đọc vùng cúa đã hiền lẹ bóng sống bấy tai chịu vấn nâng rú riêng cái được bọc luôn ấy đang bấy ta xịt đầy sống ở bọc rồi chi chuyện thì bỉ địa sạch trá nâng cá tăng chật nếu bê đại dương xâm rải chân thà thua vầy muối đang bấy bọc bà hạt trầm trấy dương trời tầm miên chất một món mình rìa rến tụ bấy chỉ chụp ổ bật sạ thông con ná có đòi thì bấy cá biết thực đẩy mình mến phân tài lơ chùm nôn mình đầu tí tài bấn tài lơ thực tịch là hán nâng chăn tét một thì buồn mua là ó mình chè lắm tụ bấy chơi mệt tọt đà rá lái chích mỏ con tài múa nên cái tài vua rồi bỏ quán còn nếu tài rú rồi vớ nịch nóng có ai bẻ đốn nấy rồi chia trốn trên này mình nút slap tới ta sò múa âm bơi là ó nâng có ộp xài phía chia riêng rồi hồn riêng tiền khỏe riêng mê tọt mò trăm nạc cổ chọt đói bò đi bồ riêng tiền khỏe riêng viện sân ra rồi bỏ chạc cá bị lên nhỉ nịch nông nạc cổ muối đo sẵn ngái mình cùng tội muối mùa thá cùng số bánh kê đi đá thật nơi chuồng núng của tội đạt muối nè hôm ruột nơi tìm núng rồi cái đấy sốc sáng rồi có bò cả xe cắm nâng rột ốc nông prey còn tái ở ấy đa thua ở nè hổng mình cá hay lại bằng phật nóng cứ cầm phục nóng đạt của chân kỹ đá kia là bầy thả chia lùm nớ rồi boss đại giá đầm miết mà hạt đến nâng cài xả háo bom phòn ai không biết nó nào mà né đã hiện tới chất đi nụ lại dòng bấy tê sạt bạc xa bạc giấy còn mình hiện há đồng lồng đài nằm muối con miếng cua cài xả háo cả lãng thật sẵn để lót tại hồ thà chuối có bán riêng ngột ó đầm nằm sấy có kềm xoắn vừa ở nhạc húng bạch bái rồi hài tấn trừ làm chia bắn to bắn toàn ai cái nông hồng nấu miên trụ ở chân mình né để miên một há chật rã chỉ mấy con pri ở ống rồi nấy chỉ môi mặt đại trà trồ rỉa
ដែលកំពុងមានជំងឺធ្ងន់ធ្ងរម្ដាយរបស់ចត្រាត្រូវការទឹកបរិសុទ្ធនិងថ្នាំស័ក្តិសិទ្ធិដែលដាប់ដុះនៅកំពូលភ្នំស្ដេចយក្សទើបអាចព្យាបាលជំងឺគាត់បានបើមិនដូច្នោះទេគាត់នឹងមិនអាចរស់នៅបានយូរឡើយដោយការកតញ្ញូធម៌ដ៏ជ្រាលជ្រៅនិងក្តីអាណិតម្ដាយចត្រាក៏បានសម្រេចចិត្តយ៉ាងមុតមាំថាគាត់នឹងឡើងទៅលើកំពូលភ្នំដើម្បីបេះផ្លែឈើទិព្វនិងដងទឹកបរិសុទ្ធឬទឹកអម្រឹតចេញពីអាងរបស់យក្សទោះបីជាត្រូវបដូរជីវិតក៏ដោយចត្រាក៏បានលាអ្នកភូមិហើយចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃក្រាស់ផ្លូវឡើងភ្នំមានការលំបាកខ្លាំងណាស់មានទាំងបន្លាថ្មស្រួចនិងសត្វកាចសាហាវប៉ុន្តែរូបភាពម្ដាយដែលកំពុងតែដេកងោដោយការឈឺចាប់ក៏បានជំរុញទឹកចិត្តឲ្យចត្រាពុះពៀទៅមុខមិនរាថយបន្ទាប់ពីធ្វើដំណើរអស់រយៈពេល3ថ្ងៃ3យប់ទីបំផុតចត្រាក៏បានទៅដល់មាត់រូងភ្នំដ៏ធំមួយនៅទីនោះមានដើមឈើមួយដើមដែលមានផ្លែពណ៌មាសនិងមានអាងទឹកថ្លាដូចជាកញ្ចក់មែនចត្រាសប្បាយចិត្តណាស់ក៏ស្ទុះទៅបេះផ្លែឈើនិងដងទឹកដាក់នៅក្នុងបំពង់ឫស្សីស្រាប់តែពេលនោះសំឡេងលាន់សូរក្រាំងក៏ក្រើករំជួយដីយក្សមួយដែលមានមេឃធំដូចជាភ្នំភ្នែកក្រហមដូចជាភ្លើងធ្មេញធំស្រួចដូចជាផ្លែដាវក៏បានលោតមកឈរនៅពីមុខចត្រាយក្សនោះក៏ស្រែកកំហកថាណែអាមនុស្សតុយល្អិនឯងហ៊ានមករំខានដំណេកយើងនឹងលួចរបស់របរយើងផងឬថ្ងៃនេះឯងត្រូវតែធ្វើជាចំណីរបស់យើងឯចត្រាហើយញាប់ខ្លួនដូចជាកូនសត្វប៉ុន្តែគាត់បានប្រមូលសេចក្តីក្លាហានលើកដៃសំពះអង្វរទៅកាន់យក្សនោះថាអោលោកម្ចាស់យក្សដ៏មានរិទ្ធសូមមេត្តាជីវិតខ្ញុំផងខ្ញុំមិនមានចេតនាមកលួចទេប៉ុន្តែម្ដាយរបស់ខ្ញុំគាត់កំពុងឈឺធ្ងន់ជិតស្លាប់ហើយខ្ញុំត្រូវការទឹកនិងផ្លែឈើនេះទៅព្យាបាលរូបគាត់បើខ្ញុំស្លាប់នៅពេលនេះម្ដាយខ្ញុំក៏ត្រូវស្លាប់ដែរហើយយក្សក៏សើចចំអកថាមនុស្សលោកសុទ្ធតែអាត្មានិយមនិងកុហកបោកប្រាស់បើយើងលែងឯងទៅឯងនឹងរត់បាត់មិនខានគ្មានហេតុផលអ្វីដែលយើងត្រូវទុកជីវិតឲ្យឯងនោះទេតែចត្រាក៏បានតបវិញដោយសំឡេងជឿជាក់មើងមកថាខ្ញុំជាកូនប្រុសដែលមានសច្ចៈប្រសិនបើលោកម្ចាស់អនុញ្ញាតឲ្យខ្ញុំយកឆ្នាំនេះទៅព្យាបាលម្ដាយជាមុនសិនខ្ញុំសូមសន្យាថាខ្ញុំនឹងត្រឡប់មកវិញឲ្យលោកម្ចាស់បរិភោគខ្ញុំជាចំណីឯយក្សក៏មានការភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់ចត្រាព្រោះមិនដែលធ្លាប់មានមនុស្សលោកឯណាដែលហ៊ានតវ៉ានិងសន្យាបែបនេះឡើយដើម្បីទៅចង់ដឹងថាតើមនុស្សមានសច្ចៈពិតឬអត់យក្សនោះក៏បានយល់ព្រមល្អណាស់យើងទុកពេលឲ្យឯង7ថ្ងៃបើឯងមិនត្រឡប់មកវិញទេយើងនឹងចុះទៅគំនិតភូមិរបស់ឯងឲ្យរៀបដល់ដីចត្រាក៏បានចុះពីភ្នំយ៉ាងលឿនហើយទៅដល់ផ្ទះព្យាបាលម្ដាយរហូតដល់ជាសះស្បើយអ្នកភូមិទាំងអស់ត្រេកអរណាស់ដែលឃើញចត្រារស់រានមានជីវិតមកវិញប៉ុន្តែនៅពេលដល់ថ្ងៃទី7តែខិតជិតមកដល់ចត្រាក៏មានទឹកមុខក្រៀមក្រំហើយក៏រៀបចំខ្លួនដើម្បីត្រឡប់ទៅភ្នំវិញ
ម្ដាយរបស់គាត់ក៏បានយំគាត់ថាណែកូនអើយកូនកុំទៅវិញអីយៈនោះកាយសាហាវណាស់វាប្រកាសជាសម្រាប់កូនមិនខានយើងរត់គេចទៅស្រុកផ្សេងទៅចោះអ្នកអ៊ំក៏ជួយគាត់ដែរថាអោចត្រាឯងឈួតហើយឬគ្មាននរណាគេយកជីវិតទៅបោះចោលដើម្បីតែពាក្យសន្យាជាមួយយៈនោះទេតែចត្រាគេបែរជាញញឹមរួចប្រាប់ទៅកាន់ម្ដាយថាអោអ្នកម៉ែពុកមាមីងបងប្អូនបើខ្ញុំមិនទៅយៈនឹងមកបំផ្លាញភូមិរបស់យើងម្យ៉ាងទៀតនោះខ្ញុំបានផ្ដល់ពាក្យសន្យាឲ្យមនុស្សដែលគ្មានសច្ចៈទោះបីរស់នៅក៏ដូចជាស្លាប់ដែរព្រោះគ្មាននរណាគេគោរពឡើយខ្ញុំសុខចិត្តស្លាប់ដោយកិត្តិយសជាជាងរស់នៅជាមនុស្សបោកប្រាក់កុហកនិយាយចប់ចត្រាក៏ក្រាបសំពះលាម្ដាយនិងអ្នកពុំទាំងអស់ហើយដើរចូលទៅក្នុងព្រៃវិញនៅមុខរូងភ្នំយៈកំពុងអង្គុយរង់ចាំដោយក្តីមួម៉ៅវាមិនជឿថាចត្រានឹងមកវិញនោះទេប៉ុន្តែនៅពេលដែលព្រះអាទិត្យជិតលែងចត្រាក៏ដើរមកដល់ដោយជំហានរឹងមាំនៅលោកម្ចាស់យៈខ្ញុំបានមកតាមការសន្យាហើយដូច្នេះសូមលោកម្ចាស់បរិភោគខ្ញុំជាចំណីចោះឯយៈក៏បើកភ្នែកធំធំសម្លឹងមើលទៅចត្រាដោយក្តីរន្ធត់ដៃកំពុងលើកដំបងត្រៀមនឹងសម្លាប់ក៏ទម្លាក់ចុះវិញស្រាប់តែយៈនោះរលាយដោយភាពស្មោះត្រង់របស់មនុស្សតូចល្អិតម្នាក់នេះយៈក៏បានស្រែកសួរថាចុះឯងមិនខ្លាចស្លាប់ទេឬចត្រាក៏បានតបទៅយៈថាខ្ញុំខ្លាចណាស់ប៉ុន្តែខ្ញុំខ្លាចការបាត់បង់កិត្តិយសនិងពាក្យសច្ចៈរបស់ខ្ញុំយៈក៏ផ្ទុះសំណាយកងរំពងព្រៃតែមិនមែនជាសំណាយតែការសាហាវទេគឺជាសំណាយនៃការកោតសរសើរល្អណាស់ល្អណាស់រាប់រយឆ្នាំមកហើយយើងមិនដែលបានជួបមនុស្សម្នាក់ណាដែលមានចិត្តបរិសុទ្ធនិងទៀងត្រង់ដូចជាឯងទេសាច់របស់ឯងប្រហែលជាឆ្ងាញ់ប៉ុន្តែគុណធម៌របស់ឯងមានតម្លៃជាងសាច់ឯងទៅទៀតភ្លាមនោះយៈក៏បាននិមិត្តខ្លួនក្លាយជាទេវបុត្រដ៏ស្រស់សង្ហាតាមពិតទៅគាត់គឺជាទេវតាដែលត្រូវបណ្ដាសាឲ្យមកចាំយាមភ្នំនេះរហូតទាល់តែរកបានមនុស្សណាដែលមានពាក្យសច្ចៈពិតប្រាកដទើបអាចរួចផុតពីបណ្ដាសាបានទេវបុត្រក៏បានប្រគល់នូវរតនសម្បត្តិនិងគ្រាប់ពូជទឹកឲ្យទៅចត្រារួចក៏ប្រទានពរឲ្យភូមិសុវណ្ណគិរីទទួលបានទឹកភ្លៀងនិងភាពសម្បូរសប្បាយជារៀងរហូតតទៅឯចត្រាក៏បានត្រឡប់ទៅភូមិវិញហើយរស់នៅជាមួយម្ដាយយ៉ាងមានសុភមង្គលរួមទាំងចែករំលែកនៅទ្រព្យសម្បត្តិទាំងអស់ទៅដល់អ្នកភូមិទាំងអស់គ្នាតម្លៃអប់រំនៅក្នុងរឿងនេះមានដូចជាទី1សច្ចធម៌ជាជីវិតការរក្សានៅពាក្យសន្យាគឺជាគុណតម្លៃដែលខ្ពស់បំផុតរបស់មនុស្សលោកមនុស្សដែលមានសច្ចៈតែងតែទទួលបាននៃការគោរពនិងការរួចផុតពីគ្រោះថ្នាក់ទី2កតញ្ញូតាធម៌ការចេះដឹងគុណការតបស្នងគុណចំពោះពុកម្ដាយដូចជាចត្រាដែលគាត់ហ៊ានប្រថុយជីវិតដើម្បីទៅកាន់ម្ដាយនោះហើយគឺជាអំពើល្អដែលនាំឲ្យជីវិតជួបតែសេចក្តីសុខទី3សេចក្តីក្លាហានមិនមែនមានន័យថាមិនចេះខ្លាចនោះទេតែគឺជាការហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច
ដើម្បីធ្វើរឿងដែលត្រឹមត្រូវបំផុតទី4អំពើល្អឈ្នះអំពើអាក្រក់ភាពស្មោះត្រង់របស់ចត្រាអាចយកឈ្នះចិត្តសាហាវឃោរឃៅរបស់យក្សបានដែលនេះបញ្ជាក់ថាធម៌ត្រជាក់រមែងឈ្នះធម៌ក្តៅជានិច្ចរឿងនិទានខ្មែររឿងពាក្យសន្យារបស់យក្សចប់ដោយបរិបូរណ៍រឿងនិទានខ្មែររឿងតាសែមចង់បានប្រពន្ធក្មេងកាលពីព្រេងនាយនៅឯភូមិមួយដែលសម្បូរទៅដោយវាលស្រែពណ៌បៃតងនិងដើមត្នោតខ្ពស់ត្រដែងមានសេដ្ឋីចាស់ម្នាក់មានឈ្មោះថាតាសែមមានអាយុជាង70ឆ្នាំហើយប្រពន្ធរបស់គាត់បានស្លាប់ចោលជាច្រើនឆ្នាំមកហើយដោយបន្សល់ទុកនៅទ្រព្យសម្បត្តិមាសប្រាក់និងដីស្រែរាប់រយហិកតាឲ្យតាសែមគាត់គ្រប់គ្រងតែម្នាក់ឯងបើទោះបីជាវ័យកាន់តែជ្រេប៉ុន្តែតាសែមមិនដែលទទួលស្គាល់ថាខ្លួនគាត់ចាស់នោះទេគាត់តែងតែប្រកែកនៅមុខកញ្ចក់ជានិច្ចរៀងរាល់ព្រឹកតាសែមចំណាយពេលរាប់ម៉ោងដើម្បីតុបតែងខ្លួនសក់ដែលស្កើសក្បោងត្រូវបានគាត់លាបថ្នាំពណ៌ខ្មៅរលោងដូចជាស្លាបក្អែកមិញដែលបាក់អស់ក៏ត្រូវបានជំនួសដោយធ្មេញមាសមានពន្លឺភ្លឺចែងចាំងឯសម្លៀកបំពាក់វិញគាត់មិនស្លៀកពាក់ដូចជាមនុស្សចាស់ក្នុងភូមិទេគឺគាត់ស្លៀកតែអាវសូត្រពណ៌ឆើតឆើតដូចជាពណ៌ក្រហមឆ្អិនឆ្អៅឬក៏ពណ៌លឿងទុំដើម្បីឲ្យមើលទៅឃើញក្មេងជាងវ័យឯអ្នកភូមិដែលបានដាក់រហស្សនាមឲ្យគាត់ថាតាសែមកំឡុងប៉ុន្តែមាននរណាហ៊ានហៅចំពោះមុខគាត់ឡើយព្រោះខ្លាចអំណាចប្រាក់របស់គាត់មានថ្ងៃមួយនៅក្នុងពិធីបុណ្យផ្កានៅវត្តប្រចាំភូមិនោះតាសែមបានស្លៀកពាក់យ៉ាងសង្ហាដើរអេអៀនចូលទៅក្នុងវត្តស្រាប់តែភ្នែករបស់គាត់បានប្រទះនឹងនារីក្រមុំម្នាក់ដែលមានឈ្មោះថានាងរំដួលគឺជាកូនស្រីរបស់អ្នកភូមិក្រីក្រម្នាក់ប៉ុន្តែនាងមានសម្រស់ស្រស់ស្អាតដូចជាទេពធីតាសាច់សក់ជ័យមុខមូលក្រឡង់និងមានចរិយាសម្បត្តិល្អប្រពៃគ្រាន់តែឃើញភ្លាមបេះដូងតាសែនដែលស្វិតស្រពោនជាយូរមកហើយនោះក៏ចាប់ផ្ដើមកម្រើកលោតញាំឌុកដាក់ដូចជាស្គរតាសែមគាត់លាន់មាត់តែម្នាក់ឯងថាអាយ៉ាជាតិជាប្រុសបើបានប្រពន្ធក្មេងសាច់ជ័យដោយបណ្ដោយជ័យបែបនេះម្លេះសំអញអាយុវែងដល់100ឆ្នាំជាងមិនខានចាប់តាំងពីថ្ងៃនោះមកតាសាមគាត់ដេកមិនលក់បាយមិនឆ្ងាញ់ស្រមៃឃើញតែមុខនាងរំដួលគាត់ក៏សម្រេចចិត្តថាត្រូវទៅយកនាងរំដួលធ្វើជាប្រពន្ធឲ្យបានទោះជាអស់ប្រាក់ប៉ុន្មានក៏ព្រមដែរតាសែមក៏បានទៅពឹងពាក់យីប៉ោដែលជាអ្នកផ្លូវចៅមហាដែលមានវោហារសាស្ត្រនៅក្នុងភូមិឲ្យទៅចូលស្ដីដណ្ដឹងនាងរំដួលពីឪពុកម្ដាយរបស់នាងដោយឃើញប្រាក់ថ្លៃទឹកដោះដ៏ច្រើនសន្ធឹកសន្ធាប់ឪពុកម្ដាយរបស់នាងរំដួលតែកំពុងតែជំពាក់បំណុលគេក៏យល់ព្រមលើកកូនស្រីឲ្យតាសែមប៉ុន្តែនាងរំដួលមិនមែនជានារីដែលល្ងងខ្លៅនោះឡើយនាងបានដឹងថាការរៀបការជាមួយនឹងមនុស្សចាស់បែបនេះមិនមែនជាក្តីសុខទេនាងក៏នឹកឃើញកលល្បិចមួយនាងរំដួលនិយាយទៅកាន់យីប៉ោថាណែលោកជ័យខ្ញុំមិនចំទាស់នឹងបំណងឪពុកម្ដាយទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយខ្ញុំឮថាតាសែមគាត់អះអាងថាគាត់នៅក្មេង
នឹងរឹងមាំណាស់បើគាត់ស្រឡាញ់ខ្ញុំពិតនោះសូមឲ្យគាត់មកជួយភ្ជួរស្រែនៅឯវាលខាងលិចឲ្យបានមួយព្រឹកពេញដោយហាមឈប់សម្រាកបើគាត់ធ្វើបានដោយមិនដួលសន្លប់ឬក៏ត្អូញត្អែរនោះខ្ញុំនឹងព្រមរៀបការជាមួយគាត់ភ្លាមឯជីប៉ោក៏យកដំណឹងនេះទៅប្រាប់តាសែមឮហើយក៏សើចក្អាកក្អាយថាអូហូរឿងតែប៉ុណ្ណឹងសោះវាមានអីទៅពិបាកកម្លាំងតាសែមនេះអាចវាយគោមួយងាប់គ្រាន់តែភ្ជួរស្រែមួយព្រឹកវាពិតជាស៊ីផុយណាស់លុះថ្ងៃកំណត់មកដល់តាសែមគាត់មិនចង់ឲ្យខូចឈ្មោះជាកំឡោះសង្ហាគាត់មិនស្លៀកខោអាវធ្វើស្រែទេបែរជាស្លៀកអាវចាស់តែរឹបរៀងដើម្បីបញ្ចេញសាច់ដុំដែលមិនសូវមាននោះនិងលាបសក់ខ្មៅរលោងដដែលព្រះអាទិត្យក៏ចាប់ផ្ដើមរះក្ដៅខ្លាំងឡើងតាសែមក៏ចាប់កាន់នង្គ័លហើយស្រែកបញ្ជាក្របីមួយជុំដំបងតាសែមគាត់នៅតែញញឹមពីជុំបន្ទាប់ញើសចាប់ផ្ដើមហូរដូចជាទឹកធ្លាក់រីឯម្សៅដែលគាត់លាបមុខនោះក៏ធ្វើឲ្យមុខគាត់ហូរប្រឡាក់ដូចជាឆ្មាក្រុមបីជុំក្រោយមកជើងរបស់តាសែមក៏ចាប់ផ្ដើមញ័រដូចជាកូនសันខ្នងរបស់គាត់ឈឺដូចជាគេយកញញួរមកដំប៉ុន្តែដោយសារឃើញនាងរំដួលកំពុងតែឈរមើលគាត់នៅក្រោមដើមឈើតាសែមក៏ខំប្រឹងញញឹមទាំងមុខជុះវិញគាត់ខំទុកម្ហែមមិនហ៊ានដកដង្ហើមធំខ្លាចគេដឹងថាគាត់ហត់លុះចូលដល់ម៉ោង11ថ្ងៃត្រង់កម្ដៅថ្ងៃកាន់តែខ្លាំងនៃតាសែមក៏ចាប់ផ្ដើមវិលឃើញមេឃថាជាដីឃើញដីថាជាមេឃទីបំផុតសំឡេងលន់សូប្រាវតាសែមគាត់ដួលសន្លប់ស្ដុកស្ដឹងនៅកណ្ដាលវាលស្រែមកកប់ចូលទៅក្នុងភក់តាសែមក៏ត្រូវបានគេសែងយកទៅផ្ទះគាត់ដេកឈឺអស់រយៈពេល3ថ្ងៃពេលគាត់ដឹងខ្លួនឡើងគាត់ឃើញរំដួលកំពុងអង្គុយនៅក្បែរគ្រែមិនមែនក្នុងនាមជាគូដណ្ដឹងទេតែនាងកំពុងបញ្ចុកបបរគាត់ក្នុងនាមជាក្មេងគោរពចាស់នាងរំដួលបាននិយាយទៅកាន់តាសែមដោយសម្ដីទន់ភ្លន់ថាអោលោកតាមើលចុះសក់លោកតាពណ៌ខ្មៅដែលបានលាបនោះវាចេញពណ៌សមកវិញហើយមិញមាសលោកតាក៏ដោះទុកនៅក្បាលដំណេកដែរលោកតាពិតជាមានទ្រព្យច្រើនមែនប៉ុន្តែរឿងសងខាមិនអាចទិញបានដោយប្រាក់កាសទេណាលោកតាគួរតែរកអ្នកដែលសមវ័យឬយកពេលវេលានេះទៅធ្វើបុណ្យទានរកក្តីសុខផ្លូវចិត្តវិញប្រសើរជាងមកការប្រជែងជាមួយនឹងពួកក្មេងៗសម្ដីរបស់នាងរំដួលប្រៀបដូចជាទឹកត្រជាក់ស្រោចទៅលើក្បាលតាសែមគាត់សម្លឹងមើលកញ្ចក់ជាលើកដំបូងដែលមិនកុហកខ្លួនឯងគាត់ឃើញបរិះចំណាស់ម្នាក់ដែលគួរតែទទួលបានការគោរពមិនមែនជាបរិះចំណាស់ដែលធ្វើខ្លួនគួរឲ្យអស់សំណើចនោះទេតាសែមគាត់ដកដង្ហើមធំរួចក៏និយាយឡើងថាចៅស្រីនិយាយត្រូវតាខុសហើយដែលចង់យកឈ្នះរឿងធម្មជាតិតាពិតជាក្របីចាស់ដែលចង់ស៊ីស្មៅខ្ចីមែនតាសែមគាត់បានសម្រេចចិត្តលុបចោលពិធីមង្គលការនោះមិនត្រឹមតែប៉ុណ្ណោះគាត់បានចាត់ទុកនាងរំដួលជាគុណធម៌និងបានឧបត្ថម្ភថវិកាខ្លះដើម្បីឲ្យនាងរំដួលបានសិក្សារៀនសូត្រនិងធ្វើដើមទុនរកស៊ីចាប់ពីពេលនោះមកតាសែមលែងលាបសក់
លែងស្លៀកពាក់ឆើតឆាយគាត់ស្លៀកពាក់សាមញ្ញទៅវត្តស្ដាប់ធម៌និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីកសាងសាលារៀននិងផ្លូវថ្នល់ក្នុងភូមិអ្នកភូមិក៏លែងហៅគាត់ថាកសែមកំឡោះទៀតហើយតែគេហៅគាត់ថាលោកតាប្រធានទៅវិញដោយក្តីគោរពនិងការស្រឡាញ់បំផុតតម្លៃអប់រំនៅក្នុងរឿងនេះទី1ការទទួលស្គាល់ការពិតមនុស្សយើងកើតមកតែមានជរាបជាទីនិងមរណៈជាធម្មជាតិការព្យាយាមកុហកខ្លួនឯងនិងបន្លំផ្លេចអ្នកដទៃមិនអាចផ្លាស់ប្ដូរការពិតបានឡើយវានាំមកនៅតែទុក្ខទោសនិងការអាម៉ាស់ប៉ុណ្ណោះទី2រឿងស្នេហានេះមិនដែលជាការបង្ខិតបង្ខំស្នេហាដែលកើតចេញពីការប្រើអំណាចមាសប្រាក់ឬការមិនសមវ័យជាពិសេសរវាងមនុស្សចាស់ជរានិងក្មេងៗស្រីក្រមុំគឺច្រើនតែមិនមានសុភមង្គលដែលកើតមានយូរអង្វែងឡើយទី3តម្លៃសេចក្តីថ្លៃថ្នូរមនុស្សចាស់គួរធ្វើខ្លួនឲ្យក្មេងគោរពតាមរយៈគុណធម៌និងចរិយាសម្បត្តិមិនមែនតាមរយៈការតុបតែងខ្លួនការឆើតឆាយហួសវ័យនោះឡើយទី4ប្រាក់មិនអាចទិញអ្វីគ្រប់យ៉ាងទោះបីជាសរសែនគាត់មានប្រាក់ច្រើនប៉ុន្តែគាត់មិនអាចទិញវ័យក្មេងឬកម្លាំងកាយមកវិញបាននោះឡើយសុខភាពគឺជារឿងសំខាន់បំផុតរឿងតាសែមចង់បានប្រពន្ធក្មេងចប់ដោយបរិបូរណ៍រឿងនិទានខ្មែររឿងទឹកភ្នែកព្រះឥន្ទកាលពីព្រេងនាយនៅក្នុងនគរមួយដែលមានឈ្មោះថាសុវណ្ណភូមិមានភូមិដាច់ស្រយាលមួយស្ថិតនៅជើងភ្នំដ៏សែនឆ្ងាយអ្នកភូមិរស់នៅដោយកសិកម្មនិងពឹងអាស្រ័យទៅលើទឹកភ្លៀងជាគោលប៉ុន្តែមានឆ្នាំមួយមានគ្រោះកាចសាហាវចូលមកដល់ព្រះអាទិត្យបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាដុតបំផ្លាញដំណាំស្រូវធ្វើឲ្យដីប្រេះបែកក្រហែងហើយទន្លេស្ទឹងបឹងបួរដែលធ្លាប់តែមានទឹកថ្លាឆ្វេងក៏ប្រែជារីងស្ងួតសល់តែខ្សាច់ក្ដៅគគុកនៅក្នុងភូមិនោះមានក្មេងប្រុសកំព្រាឪពុកម្ដាយម្នាក់ដែលមានឈ្មោះថាចាសុករស់នៅជាមួយយាយចាស់ជរាម្នាក់នៅក្នុងខ្ទមតូចមួយបើទោះបីជាក្រីក្រតោកចារកព្រឹកខ្វល់ល្ងាចយ៉ាងណាក្ដីក៏ចាសុកមានចិត្តល្អពោពេញទៅដោយក្ដីមេត្តាជារៀងរាល់ថ្ងៃក៏តែងតែចូលព្រៃជ្រៅដើម្បីរកមើមដំឡូងនិងទឹកខ្លះដែលនៅសេសសល់ក្នុងរូងថ្មដើម្បីយកមកចិញ្ចឹមលោកជ័យទោះពីចាសុកមានសិទ្ធិម្នាក់ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេរស់នៅក្នុងភូមិនោះដែរសិទ្ធិនោះបានជីកអណ្ដូងទឹកទុកនៅក្នុងផ្ទះរបស់ខ្លួនហើយហ៊ុំព័ន្ធដោយរបងដែកយ៉ាងរឹងមាំក្នុងគ្រាដែលអ្នកភូមិកំពុងតែដាច់ពោះស្លាប់និងស្រេកស្ទឹកស្ទើរដាច់ខ្យល់សិទ្ធិនោះបែរជាយកទឹកទៅលក់ដូរក្នុងតម្លៃថ្លៃកប់ពពកដោយមិនខ្វល់ពីទុក្ខវេទនារបស់អ្នកដទៃសោះឡើយថ្ងៃមួយកម្ដៅនៃសេចក្តីទុក្ខវេទនារបស់មនុស្សលោកនិងសត្វទាំងឡាយក៏បានធ្វើឲ្យអាសនៈដែលជាកន្លែងគង់របស់ព្រះឥន្ទដែលជាស្ដេចទេវតាក៏ប្រែជាក្ដៅដូចជាភ្លើងព្រះអង្គទ្រង់ក៏បើកព្រះនេត្រសម្លឹងចុះមកភពផែនដីក៏ទតឃើញភាពរាំងស្ងួននិងចិត្តកំណាញ់របស់សិទ្ធិនោះព្រមទាំងចិត្តដ៏ល្អរបស់ចាសុកព្រះឥន្ទទ្រង់ក៏ត្រាស់ថាតើនៅក្នុងលោកនេះនៅមានមនុស្សដែលមានចិត្តល្អបរិសុទ្ធហ៊ានលះបង់ដើម្បីអ្នកដទៃទៀតដែរទេយើងនឹងចុះទៅសាកល្បងចិត្ត
របស់ពួកគេលមើលគិតហើយព្រះឥន្ទក៏បាននិមិត្តកាយខ្លួនធ្វើជាតាចាស់ជរាម្នាក់ដែលមានរូបរាងស្គមស្គាំងសម្លៀកបំពាក់ដាច់រហែកនិងមានដំបៅស្អុយពេញខ្លួនដែលចូលទៅក្នុងភូមិនោះដោយដៃកាន់បំពង់ឫស្សីទៅទេមួយដំបូងឡើយតាជរាម្នាក់នេះបានដើរទៅដល់ផ្ទះរបស់សេដ្ឋីណែលោកម្ចាស់ខ្ញុំបានសុំទឹកមួយកែវផងចុះខ្ញុំស្រេកទឹកចិត្តអាចចោស្លាប់ទៅហើយឯសេដ្ឋីសម្លឹងមើលតាជរាដោយក្រសែភ្នែកស្អប់ពើមរួចក៏ស្រែកគំរាមថាណែតាចង្រៃតាចាស់នេះថយចេញទៅទឹករបស់អញសម្រាប់តាលក់ដូរប៉ុណ្ណោះបើគ្មានប្រាក់កុំសង្ឃឹមថានឹងបានផឹកទឹកអញសំបីតែមួយដំណក់នោះនិយាយចប់ហើយសេដ្ឋីនោះក៏បានបញ្ជាឲ្យអ្នកបម្រើធ្វើការវិដំទាត់ធាក់ទៅលើតាជរាឲ្យចេញពីមុខផ្ទះចាំងខខើឯតាចាស់ដែលជាព្រះឥន្ទនិមិត្តខ្លួនក៏បានដើរត្រដាបត្រដួលទៅដល់ខ្ទមរបស់ចាសុកពេលនោះចាសុកទើបតែត្រឡប់មកពីព្រៃវិញដោយក្នុងដៃមានបំពង់ទឹកមួយដែលមានទឹកបន្តិចបន្តួចតែប៉ុណ្ណោះដែលគាត់ខំប្រឹងរកយ៉ាងលំបាកដើម្បីទុកឲ្យលោកយាយរបស់គាត់ដែលកំពុងឈឺធ្ងន់តាចាស់ជរាក៏ដួលនៅមុខខ្ទមហើយធ្ងររហឺថាស្រេកទឹកណាស់សុំទឹកបន្តិចមកខ្ញុំស្លាប់ហើយចាសុកឃើញដូច្នោះក៏ស្ទុះទៅគ្រាលោកតាចិត្តមួយគាត់អាណិតលោកតាជាពុនពេកតែចិត្តមួយទៀតគាត់នឹកឃើញទៅដល់យាយតែកំពុងតែស្រេកនៅក្នុងផ្ទះទឹកនេះគឺជាជីវិតរបស់យាយគាត់បើឲ្យទៅលោកតាយាយគាត់នឹងគ្មានទឹកផឹកទេចៅសុកឈរសម្រក់ទឹកភ្នែកដៃកាន់បំពង់ទឹកញាត់ទៅត្រេងគាត់សម្លឹងទៅលើមេឃរួចក៏ពោលឡើងថាអោទេវតាអើយបើខ្ញុំមិនជួយលោកតានេះទេគាត់នឹងស្លាប់នៅចំពោះមុខខ្ញុំតែបើខ្ញុំជួយគាត់យាយខ្ញុំនឹងវេទនាយាយខ្ញុំគាត់ធ្លាប់បង្រៀនថាការជួយសង្គ្រោះជីវិតគេគឺជាបុណ្យកុសលដ៏ធំបំផុតគិតចប់ហើយចៅសុងក៏សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់គាត់លើកបំពង់ទឹកដាក់ក្បែរមាត់តាចាស់ជរារួចនិយាយថាណែលោកតាពិសាទឹកទៅនេះជាទឹកចុងក្រោយដែលខ្ញុំមានលោកតាគឺសំខាន់ជាងជីវិតខ្ញុំតាចាស់ជរាហាក់ទឹកនោះអស់ពីបំពង់មួយរំពេចនោះរាងកាយរបស់តាជរាក៏ប្រែភ្លឺចិញ្ចាចរស្មីពណ៌មាសបានចាំងចាស់ពេញខ្ទមដ៏តូចនោះរូបរាងតាចាស់ជរាដែលស្គមស្គាំងក៏បានคล้ายជាព្រះឥន្ទដ៏សង្ហាដែលមានប្រហោះកាន់អាវុធនិងមានរស្មីត្រចះត្រចង់តែសុកញាក់ផ្អើលណាស់រួចក៏លុតជង្គង់ចុះថ្វាយបង្គំទាំងភ័យខ្លាចឯព្រះឥន្ទទ្រង់ញញឹមហើយមានព្រះបន្ទូលថាណែចាសុកអើយទឹកចិត្តរបស់ចៅផ្លាដូចជាកញ្ចក់បរិសុទ្ធជាងទឹកទន្លេគង្គាក្នុងគ្រាដែលមនុស្សគ្រប់គ្នាកំពុងដណ្ដើមគ្នាដើម្បីរស់ចៅហ៊ានលះបង់ទឹកដ៏មានតម្លៃដើម្បីសង្គ្រោះជីវិតអ្នកដទៃដោយក្តីរំជួលព្រះハរតីជាពុនពេកនិងអំពើល្អរបស់ចៅសុងព្រះឥន្ទក៏ស្រក់ទឹកព្រះនេត្រមួយដំណក់ទឹកភ្នែករបស់ព្រះឥន្ទដែលស្រក់ចុះមកនោះមិនមែនជាទឹកធម្មតាទេប៉ុន្តែវាបានคล้ายជាភ្លៀងកែវភ្លៀងពេញនិងភ្លៀងទឹកដ៏ត្រជាក់ត្រជុំដែលធ្លាក់ចុះមកស្រោចស្រពនៅលើដីភូមិដែលស្ងួតហួតហែងនោះមេឃដែលធ្លាប់តែក្តៅ
ក៏ប្រែជាខ្មៅងងឹតហើយភ្លៀងក៏ចាប់ផ្ដើមបង្អុរចុះមកយ៉ាងខ្លាំងរុក្ខជាតិដែលងាប់ក៏លូតលាស់ឡើងវិញភ្លាមអណ្ដូងទឹកដែលរីងស្ងួតក៏បានពេញព្រាបប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅផ្ទះរបស់សេដ្ឋីទឹកភ្លៀងមិនបានធ្លាក់ចូលក្នុងអណ្ដូងក៏ឡើយតែផ្ទុយទៅវិញទឹកជំនន់ក៏បានហូរបុកទម្លាយរបងនិងគួចយកទ្រព្យសម្បត្តិតែគាត់បានមកពីការកេងប្រវ័ញ្ចនោះទៅអស់រលីងឯសេដ្ឋីនោះក៏បានត្រឹមតែឈរយំសោកស្ដាយនៅភាពលុកលុនរបស់ខ្លួនឯចាសុងនិងលោកយាយក៏ទទួលបាននូវសុខភាពល្អនិងជីវភាពធូរធារដោយសារតែការដាំដុះពីផលល្អលើសលំអ្នកពុំក៏បានលើកចាសុងធ្វើជាមេដឹកនាំពុំដោយសារតែគុណធម៌របស់គាត់ចំណែកព្រះឥន្ទមុននឹងហោះចាកទៅឋានសួគ៌វិញទ្រង់ក៏បានប្រទានពរថាដរាបណាមនុស្សលោកល្អដូចជាចាសុខទឹកភ្នែកយើងនឹងក្លាយជាទឹកអង្សើមនៅពេលព្រឹកដើម្បីដាស់តឿនមនុស្សលោកថាភាពត្រជាក់ត្រជុំនៃជីវិតកើតចេញពីអំពើល្អហេតុនេះហើយបានជាចាស់តែងតែនិយាយតគ្នាថាទឹកសង្សើមដែលយើងឃើញរាល់ព្រឹកគឺតំណាងឲ្យទឹកភ្នែកព្រះឥន្ទដែលស្រក់ចុះមកដោយក្តីអាណិតនិងការស្ញើសរសើរចំពោះអំពើល្អរបស់មនុស្សលោកតម្លៃអប់រំនៅក្នុងរឿងនេះទី1អំពើល្អមិនសាបសូន្យទោះបីជាក្រីក្រទ្រាំប៉ុន្តែយើងមិនត្រូវក្រីក្រទឹកចិត្តនោះទេអំពើល្អរបស់ចាសុងគឺជាគំរូដែលបានបង្ហាញថាការលះបង់ដែលមិនសម្លឹងផលតបស្នងតែងទទួលបានលទ្ធផលល្អទី2ទោះនៃសេចក្តីលោភលន់តួអង្គសេដ្ឋីបានបង្ហាញឲ្យឃើញថាទោះបីជាមានទ្រព្យសម្បត្តិច្រើនតែគ្មានធម៌មេត្តានិងការកេងប្រវ័ញ្ចទៅលើអ្នកដទៃនោះនឹងនាំមកនៃក្តីវិនាសនៅទីបំផុតទ្រព្យសម្បត្តិមិនអាចការពារយើងពីកម្មផលអាក្រក់បានឡើយទី3ការលះបង់ដើម្បីអ្នកដទៃការដែលចាសុងមានចិត្តល្អឲ្យទឹកទៅទេវតាជរាទាំងដោយខ្លួននិងយាយកំពុងត្រូវការបង្ហាញពីកម្ពូលនៃគុណធម៌នៅក្នុងគ្រាអាសន្នមនុស្សដែលហ៊ានជួយអ្នកដទៃគឺជាមនុស្សដែលគួរឲ្យគោរពបំផុតទី4រឿងនេះក៏បានដាស់តឿនយើងឲ្យចេះស្រឡាញ់ចេះជួយគ្នានៅក្នុងគ្រាអាសន្នមិនមែនជាការឆ្លៀតឱកាសកេងចំណេញនៅលើគ្នានោះទេរឿងនិទានខ្មែររឿងទឹកភ្នែកព្រះឥន្ទចប់ដោយបរិបូរណ៍